កាលពីព្រៃនេះមានបុរសម្នាក់បានបរទេះកាប់ព្រៃលុះដល់កន្លែងមួយមានភ្លើងឆេះព្រៃដែលមានសភាពស្ងួតហួតហែងគាត់ក៏ប្រទះឃើញនឹងក្រពើមួយក្បាលដែលវាមានស្គមហាក់ដូចជាគ្មានចំណីអស់យូរលង់ណាស់មកហើយដែលក្តីអាណិតអាសូររបស់បុរសនោះគាត់ក៏បានកាត់ដើមឈើមកចងអមក្រពើរួចលើកដារទេះបោចេញទៅលុះដល់បឹងមួយបុរសនោះក៏លែងក្រពើចូលទៅក្នុងបឹងវិញពេលដែលក្រពើផឹកទឹកឆ្អែតវាក៏នឹកឃើញចង់ខាំបុរសនោះក៏និយាយថាព្រះស្ដែងគុំខាំអញមានគុណលើព្រះស្ដែងគុណឯណាបើចង់អញស្ទើរស្លាប់ដូច្នោះលោកក៏នាំគ្នាទៅឲ្យព្រះរាជាកាត់ក្តីបុរសនោះក៏រៀបរាប់ប្រាប់ពីដំណើរដើមតងដល់ស្ដេចហើយក៏សុំឲ្យព្រះរាជាកាត់ក្តីសេចក្តីនេះព្រះរាជាទ្រង់មានតម្រិតចូលអ្នកចងក្រពើនោះឡើងវិញម្ដងទៀតទៅមើលព្រះស្ដែងចូលឯងនាំក្រពើនោះទៅផ្ទះចុះហើយថ្ងៃក្រោយឯងកុំធ្វើគុណនឹងសត្វអេរឆាននោះតទៅទៀតអីព្រះរាជាទ្រង់កាត់ក្តីដូច្នោះបុរសនោះក៏ចូលចិត្តហងឯង